គណៈបកនយោបាយក្រៅរដ្ឋាភិបាលចំនួន5ស្នើទៅស្ថាប័នព្រឹទ្ធសភាបង្វែរវិសោធនកម្មច្បាប់ស្តីពីរដ្ឋបាលឃុំសង្កាត់ទៅកាន់រដ្ឋសភាដើម្បីកែសម្រួលឡើងវិញក្រោមហេតុផលថាច្បាប់ថ្មីនេះផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញនិងបាត់បង់តុល្យភាពអំណាចនៅថ្នាក់មូលដ្ឋាននៅថ្ងៃទី23ខែសីហាឆ្នាំ2026គណៈបកនយោបាយចំនួន5បានចេញលិខិតចំហរួមគ្នាស្នើទៅកាន់ប្រធានព្រឹទ្ធសភាលោកហ៊ុនសែននិងអង្គព្រឹទ្ធសភាផ្ដល់អនុសាសន៍ឲ្យកែសម្រួលឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់រដ្ឋបាលឃុំសង្កាត់ដែលសភាទើបអនុម័តបកប្រឆាំងទាំងនោះលើកឡើងថាការកែប្រែឲ្យបកឈ្នះសម្លេងឆ្នោតច្រើនអាចក្តោបក្តាប់មុខតំណែងដឹកនាំប្រតិបត្តិឃុំសង្កាត់ទាំងអស់គឺជាការប្រមូលផ្ដុំអំណាចប៉ះពាល់ដល់អភិបាលកិច្ចនៅមូលដ្ឋានលិខិតចំហបន្ថែមថារយៈពេលជាង20ឆ្នាំកន្លងមកនេះការអនុវត្តមាត្រា33ចាស់បានកសាងនូវវប្បធម៌សហការនិងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរនៅថ្នាក់មូលដ្ឋាននិងអះអាងថាការដកចេញនូវយន្តការនេះអាចបង្កឲ្យមានការប្រកួតប្រជែងបែបចាញ់ឈ្នះផ្ដាច់មុខថែមទាំងបង្កើតឲ្យមានការរើសអើងនយោបាយនៅសហគមន៍កាលពីថ្ងៃប្រហ័សទី20ខែសីហាឆ្នាំ2026រដ្ឋសភាកម្ពុជាបានអនុម័តជាផ្លូវការដោយសម្លេងគាំទ្រលើសលប់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដោយកែសម្រួលមាត្រាចំនួន4រួមមានមាត្រា33 34 35និង38វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ថ្មីនេះបានកំណត់តំណែងមេឃុំឬចៅសង្កាត់និងជំទប់ឬចៅសង្កាត់រងទី1និងជំទប់ឬចៅសង្កាត់រងទី2បានទៅលើគណៈបកនយោបាយណាដែលទទួលបានសម្លេងឆ្នោត2/3នៃសម្លេងឆ្នោតសរុបដែលជំរុញឲ្យមានក្តីបារម្ភថាបកនយោបាយមានសម្លេងគាំទ្រតិចអាចបាត់បង់តំណែងសំខាន់នៅមូលដ្ឋាន